សម្ដេចអើយសម្ដេចអើយសូមមានតែលោកទេដែលអាចជួយយើងខ្ញុំទាំងអស់គ្នាបានសូមលោកយកយុទ្ធធម៌ឲ្យពួកខ្ញុំទាំងអស់គ្នាផងខ្ញុំថោកសារ៉ាតនិងអង្គរៈរបស់ខ្ញុំបងប្អូនខ្ញុំប៉ាម៉ាក់ខ្ញុំមានតែលោកទេដែលអាចជួយពួកខ្ញុំបានខ្ញុំមិនចង់និរទេសទេខ្ញុំមិនចង់ចាក់ចេញពីដីកម្ពុជាទេខ្ញុំស្រឡាញ់ទឹកដីនេះណាសូមឲ្យខ្ញុំបានវិលត្រឡប់ទៅប្រទេសខ្ញុំវិញទៅទឹកដីអង្គរអើយខ្ញុំបានសារជាប់មួយអ្នកហើយខ្ញុំមិនចង់ចោលអ្នកទេហេតុអីបានគេមកបង្កាច់គ្រួសារខ្ញុំមកបង្កាច់ការងារទាំងអស់នេះមានតែសម្ដេចទេមានតែសម្ដេចមួយគត់ខ្ញុំសូមអង្វរសម្ដេចសូមចេញក្តីមេត្តាទៅសូមទូពិនិត្យឡើងវិញស៊ើបអង្កេតឡើងវិញគ្រប់ការងារហ្នឹងការងារនេះអយុត្តិធម៌ខ្លាំងណាស់ខ្ញុំមិនដែលឃើញទេខ្ញុំមិនដែលឃើញអ្នកណាដែលអាចធ្វើសទៅជាខ្មៅអញ្ចឹងទេឥឡូវយើងពិចារណាយើងគិតសាក់មើលបើសិនជាអង្គរៈខ្ញុំបាញ់មែននោះកាមេរ៉ាគេចាប់បានហេតុអីបានពួកគាត់ហ៊ានទៅតាមការពារខ្ញុំជិះម៉ូតូពីក្រោយមកខ្លាចគេមើលឃើញទេអីហើយការតែចាប់ហ្នឹងថ្ងៃចាប់ដំបងចាប់បានអង្គរៈ2នាក់ទៅកងឡានមួយទេហើយទៅកងឡានត្រូវបានលេងមកវិញហើយអង្គរៈ2នាក់ទេដែលត្រូវចាប់ឲ្យក្រោយមកក៏ឲ្យខ្ញុំហៅអង្គរៈដែលគាត់ថាគាត់សង្ស័យឈ្មោះស្នាខ្ញុំក៏ហៅស្នាហ្នឹងមកទៀតគិតសាក់មើលបើសិនជាស្នាហ្នឹងជាអ្នកធ្វើមែនតើគាត់ហ៊ានមកអត់នៅពេលណាដែលចាប់មាននៅពេលដែលចាប់បានអង្គរៈផ្អើមកទីក្រុងហើយគាត់នៅតែមកដើម្បីឲ្យយើងចាប់ទៀតអត់មានទេវាគ្មានរឿងហ្នឹងទេហើយមួយអង្គរៈចុងក្រោយគេមិនមែនជាអង្គរៈអីទេមួយហ្នឹងគ្រាន់ជាអ្នកដែលខ្ញុំប្រើទៅទិញអីក៏ពេចកប៉ុកលេឆ្កុំក៏តែវែវហ្នឹងឈឺមានជំងឺហ្នឹងមានអង្គរៈឯណាហើយដល់លោកជួនសវណ្ណរោឈ្មោះលីសៅខ្ញុំប្រាប់សៅអើយរត់ទៅមើលអត់ស្រួលទេពួកហ្នឹងទៅអត់មានឃើញមកវិញសោះឲ្យរត់ទៅវាអត់ព្រមរត់ទេវានៅតែនៅផ្ទះហ្នឹងដដែលរហូតទៅគេចាប់វាប្រាប់ថាគ្មានទេបងគ្មានទេខ្ញុំអត់ធ្វើអីខ្ញុំអត់ខ្លាចទេបងខ្ញុំប្រមាថរត់ទេអញ្ចឹងយើងពិចារណាមើលទៅទាំងអស់គ្នាយើងពិចារណាមើលទៅបើសិនជាគេមានពិតជាឃាតកម្មមែនគេមានខ្លួនហេតុអីគេនៅហ៊ានដើរចង្អេងចង្អាងពេញខ្នល់ហើយហេតុអីត្រូវចាប់ឲ្យគេមិនរត់គេហ៊ានទៅដល់កន្លែងដើម្បីឲ្យសាក់សួរទៀតសាក់សួរពួកគាត់ដឹងថាពួកគាត់អត់មានធ្វើចុះគាត់គិតថាវាមិនអាចទៅរួចទេរឿងអីតែយកឯណាឃើញឮថាយកផោះតាំងឯណាផោះតាំងណាមានយកចេញទៅហើយមានខ្សែអត្តឯណាខ្ញុំនិយាយទូរស័ព្ទជាមួយខាងនោះមានមកពីណាហើយខ្ញុំមានចំនួនដីឯណាទៅគុំនិយាយអញ្ចឹងសូមទាំងអស់គ្នាមើលឡើងទៅសម្ដេចអើយការងារនឹងមិនមែនធម្មតាទេទង្វើអយុត្តិធម៌តូចបើយើងមិនដោះស្រាយវានឹងថែទៅជាអយុត្តិធម៌ធំហើយអយុត្តិធម៌ធំយើងមិនដោះស្រាយទៀតវានឹងคล้ายទៅសង្គ្រាមហើយការដែលអយុត្តិធម៌នេះពុំមែនអង្គរៈខ្ញុំ4នាក់ហើយក្រុមគ្រួសារខ្ញុំទេវាមានកម្មករវាមានបុគ្គលិកជាច្រើនទៀតវាប្រហែលប៉ុណ្្នឹងទេរាប់រយរាប់ពាន់នាក់កំពុងតែធ្វើការហើយកំពុងតែប្រឈមមុខដួលរលំហើយសម្ដេចអើយហើយប្រហែលការដួលរលំរបស់បូរី999ប្រហែលតែបូរី999ទេមានអតិថិជនជាច្រើនទៀតហើយវានឹងប៉ះពាល់ដល់បូរីផ្សេងទៀតវាហើយវាប៉ះពាល់ដល់វិស័យធនាគារទៀតហើយសង្គមយើងនឹងប៉ះពាល់ដល់វិបត្តិសេដ្ឋកិច្ចម្ដងទៀតហើយសម្ដេចអើយខ្ញុំពិតនិយាយរឿងហ្នឹងមែនវាធំណាស់វាមិនមែនតូចទេបូរី999ធំណាស់រស់ស៊ីរីកចម្រើនណាស់អតិថិជនជឿជាក់លើច្រើនណាស់ហើយការងារនេះមានតែសម្ដេចមួយគត់ដែលអាចជួយបានសម្ដេចសុំមេត្តាចេញជួយទៅសម្ដេចអើយបើមិនចឹងទេដួលហើយ999ដួលហើយវានឹងអស់ដួលទាំងអស់ហើយសូមពិចារណាទៅម៉ាក់ប៉ាខ្ញុំគាត់ស្រួលត្រង់ណាគាត់រស់ស៊ីតាំងពីកើតកូន3ថ្ងៃគាត់ចេញរោហើយឈាមហូរអលាក់អឡាដើម្បីគាត់រោបានមុខរបបប៉ាតេមិនជាទុនឲ្យខ្ញុំរស់ស៊ីវិស័យសំណង់បារីកចម្រើនធំប៉ុណ្ណឹងខ្ញុំមិនទាន់បានសងគុណគាត់ហងហើយទៅចោតប្រកាន់គាត់អីទៅកំភ្លើងអីគាត់ក៏ជាតាហ៊ានដែរគាត់សាក់3ម្ដាយខ្ញុំក៏សាក់5ដែរគាត់ជាតាហ៊ានដែរគាត់ជាតាហ៊ានគាត់ត្រូវមានកំភ្លើងមានពេអីត្រឹមត្រូវហើយការដែលកំភ្លើងហ្នឹងខ្ញុំប្រាប់គាត់ក៏មកពាក្យចាស់ហើយមិនបាច់ស្វាទេគាត់ថាអត់ទេ
ប៉ាមិនទុកចិត្តអ្នកណាទេម៉ាក់មិនទុកចិត្តអ្នកណាទេចាំប៉ាម៉ាក់មាននឹងការពារកូនវាល្អជាងឪមួយស្មើអង្គរៈ100លោកអើយមើលទៅម៉ែឪខ្ញុំអត់ទេគាត់តែនិយាយពឹសពោចមែនតែគាត់អត់អាក្រក់ទេគាត់ស្រឡាញ់ណាគាត់ស្រឡាញ់ប្រជាជាតិនឹងណាគាត់ស្រឡាញ់មាតុភូមិនឹងណាហើយគាត់ស្មោះត្រង់នឹងគណៈបកណាអ្នកបកប្រជាជនគាត់ស្មោះត្រង់ណាតែមាត់គាត់និយាយតែពឹសទៅពោចចឹងទេលោកអើយកុំធ្វើបាបអីឥឡូវទៅចាប់គាត់ប្រពន្ធខ្ញុំកូនប្រពន្ធខ្ញុំប្អូនខ្ញុំប្រហែលថ្ងៃហ្នឹងដើម្បីដោះពួកគាត់ដកលុយអត់បានទេខ្ញុំនិរទេសហើយប្រពន្ធជាប់ក្នុងហ្នឹងអត់មានណាដកលុយធនាគារបានទេរត់ទៅខ្ចីគេខ្ចីឯងលក់គ្រឿងអលង្ការមួយចំនួនដែលនៅសល់នោះដើម្បីយកទៅតឲ្យតឡាការចាយវាខ្ចិតខ្ចៅរាប់សិបម៉ឺនដុល្លារក្នុងរយៈពេលមួយថ្ងៃហើយប៉ាម៉ាក់ខ្ញុំអត់បានចាញ់ហើយគេយកទៅទៀតទាច្រើនណាស់គាត់ហួងហែងស៊ីគ្រួសារខ្ញុំតែម្ដងវាអាក្រក់ខ្លាំងណាស់វាមិនដែលឃើញសម័យណាអញ្ចឹងទេហើយការអយុត្តិធម៌នឹងមានតែសម្ដេចមួយគត់សម្ដេចមេត្តាសម្ដេចបង្កើតកម្មវិធីភ្លាមមកជួយអយុត្តិធម៌នេះភ្លាមធំធេងណាវាមិនអាចទេហើយជួយនេះមិនមែនជួយដល់គ្រួសារខ្ញុំម្នាក់ទេជួយដល់គ្រួសារជាច្រើនណាដើម្បីឲ្យគេឃើញហើយពិភពលោកឃើញរឿងនេះមិនអាចបំបាំងបានទេសម្ដេចអើយវាធំណារឿងហ្នឹងយើងបំបាំងអត់បានទេយើងទាំងអស់គ្នាត្រូវដោះស្រាយទៅយកការពិតនេះវានៅតែជាការពិតបាត់តែយើងមានអំណាចអ្នកមានអំណាចពេលហ្នឹងបាត់បាំងបានតែការពិតនេះវាទោះបីយកផែនដីបិទវាក៏បិទមិនជាប់ដែរវានឹងផ្ទុះហើយវានឹងផ្ទុះចេញនៅថ្ងៃណាមួយគ្រាន់តែយូរនឹងឆាប់តែប៉ុណ្្នឹងទេបើមិនយើងដោះវាល្អវានឹងល្អណាអ្វីវានឹងប្រក់ក្តីឡើងវិញហើយសម្ដេចនឹងមានគុណមានបន់លើគ្រួសារជាច្រើនមិនមែនតែគ្រួសារខ្ញុំនៅជាច្រើនណានឹងអតិថិជនរបស់បូរី999ពួកគាត់កំពុងតែផិតភ័យឲ្យសម្ដេចអើយខ្ញុំហួសពីសមត្ថភាពរបស់ខ្ញុំមកខ្ញុំអត់ control បានទៀតទេមានតែសម្ដេចទេមានតែប្រមុខរដ្ឋាភិបាលទេដែលអាចជួយសង្គ្រោះបូរីនឹងបានជួយសង្គ្រោះដល់អ្នកទាំងអស់គ្នានេះបានសូមអង្វរជួយទៅ